ក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់ពីរបៀបដាក់ពន្លឺស្រមោលដែលថាខ្ញុំចេះតាមតិចនិចរបស់ខ្លួនឯងអញ្ចឹងណាអញ្ចឹងបើមានការខុសឆ្គងអីអធិស្ឋានឲ្យខ្ញុំផងអញ្ចឹងយើងកាត់ទៅឥឡូវដល់វគ្គខ្ញុំដាក់ឡាញហើយអានេះគឺជា technique របស់ខ្ញុំអញ្ចឹងយើងមាន2 layer យើង duplicate វាចឹងមកហើយយើងគូរនៅ layer ខាងក្រោមហើយចូលដល់ចំណុចនេះដល់យើងដាក់ពលឺឬក៏ស្រមោលអញ្ចឹងពលឺស្រមោលយើងគិតមើលទៅថាចង់ឲ្យពលឺមកខាងណាពលឺបានន័យថាវារាងសជាងហេតុពេលស្រមោលវារាងពណ៌ល្ងិតជាងអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ចេះ digital ខ្ញុំ recommend ឲ្យទៅរៀនជាមួយលោកគ្រូឬអ្នកគ្រូផ្ទាល់តែម្ដងទៅពួកអីគាត់ច្បាស់អញ្ចឹងណាអញ្ចឹងខ្ញុំពេលខ្លះខ្ញុំយល់ខ្លួនឯងប៉ុន្តែពេលខ្លះក៏ខ្ញុំបញ្យល់អ្នកទាំងអស់គ្នាអត់សូវក្បោះក្បាយដូចលោកគ្រូអ្នកគ្រូគាត់បរៀនដែរសំខាន់យើងទៅរៀនមានគ្រូទៅខ្ញុំគិតថាវាច្បាស់ជាងអញ្ចឹងណាធម្មតាបើយើងចង់ដាក់ពលឺស្មោលយើងចង់ដាក់បែបនេះក៏បានដែរអញ្ចឹងយើងស្ទង់ពណ៌តាមវាចឹងមកហើយពលឺខ្ញុំប្រាប់នឹងថាវាភ្លឺជាងអញ្ចឹងយើងសេរីវាមកឡើងរៀងភ្លឺតិចទៅនេះអញ្ចឹងយើងផាត់ពីលើចឹងមកឬសកលតិចចឹងមិនន័យថាហ្នឹងពលឺយើងគិតថាឡើយណាពលឺចាំចូលយើងដាក់មកចឹងណាហើយដាក់ឲ្យគ្រប់ទាំងអស់ទៅនេះនៅពេលវាចឹងយើងលុបតាមក្រោយក៏បានដែរដោយសារតែយើងមានឡាយនេះពីលើបន្តទៀតចឹងណាឬក៏យើងមួយទៀតយើងអត់ចង់ចឹងទេចឹងខ្ញុំសាក់ថយមកវិញយើងកាត់លេខថ្មីហើយយើងដាក់ clipping mask ហើយយើងគុំមកអញ្ចឹងវាអត់ធ្លាយទៅណាទេគឺវាចូលក្នុង mask យើងដូចStudio Photoshop ដែរចឹងណាចឹងកន្លែងណាពលឺយើងដាក់វាមកនឹងសាច់តែចិត្តយើងចង់ដាក់អីអត់កំណត់ថាខាងណាខុសខាងណាត្រូវសំខាន់យើងមាន art inspiration យកមកមើលធ្វើតាមគេសិនក៏បានដែរចឹងយើងបានប៉ុណ្្នឹងហើយដល់វគ្គស្រមោលវាពណ៌ល្ងិតជាងអ្នកពណ៌ base ពណ៌យើងនេះយើងស្ទង់ពណ៌តាមចឹងណាយើងតម្លាក់វាមកតិចមកតែយើងគិតថាវារៀងល្ងិតជាងចឹងណាយើងដាក់មកតែប៉ុន្តែខ្ញុំគិតថាអាចទៅលើប្រាស់របស់យើងប្រើដែរចឹងណាហើយវីដេអូហ្នឹងគឺជារបៀបទី1ដែលថាយើងអាចដាក់ពលឺស្រមោលបានអញ្ចឹងកុំភ្លេចរងចាំតាមដានមើលវីដេអូទី2របៀបនៃការដាក់ពលឺស្រមោលបានដូចគ្នាអញ្ចឹងកុំភ្លេចតាមដានទាំងអស់គ្នាអរគុណ